បងប្អូនទេសនាគ្រប់គ្នានៅឯតំបន់ព្រំដែនរវាងប្រទេសម៉ាឡេស៊ីនិងប្រទេសថៃនោះក៏មានការត្រួតពិនិត្យនិងឆែកឆេរយ៉ាងតឹងរ៉ឹងខ្លាំងណាស់នៅអ្នកដំណើរឆ្លងដែនចេញចូលនៅក្នុងតំបន់ព្រំដែនម៉ាឡេស៊ីនិងប្រទេសថៃប៉ុន្តែទោះបីយ៉ាងណាក៏ដោយតាមការឲ្យដឹងពីសារព័ត៌មានក្នុងស្រុកម៉ាឡេស៊ីពួកគេបានផ្សព្វផ្សាយថាដោយលោកឧត្តមសេនីយ៍តាន់ស្រីយ៉ាតូវីរ៉ាមូហាម៉ាត់ជាមេទ័ពជើងគោកម៉ាឡេស៊ីផងនោះក៏បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងទៅលើកងទ័ពម៉ាឡេស៊ីដែលឈរជើងប្រចាំការនៅតំបន់ព្រំដែនប្រទេសម៉ាឡេស៊ីនិងប្រទេសថៃនោះត្រៀមលក្ខណៈទប់ទល់ប្រយុទ្ធជាមួយនឹងកងទ័ពថៃគ្រប់ពេលវេលានៅក្រោយពេលមានការផ្ទុះអាវុធជាច្រើនគ្រាប់នៅតំបន់ជំរំព្រំដែនរវាងប្រទេសម៉ាឡេស៊ីនិងប្រទេសថៃដោយពួកក្រុមទាហានថៃបានចោទទៅលើម៉ាឡេស៊ីថាកំពុងតែឲ្យតំបន់ដើម្បីបង្កើតកងទ័ពព្រៃរបស់ពួកក្រុមសៀមជ្រុលនិយមដែលចង់ផ្ដាច់ទឹកដីនោះជាពិសេសគឺតំបន់ក្នុងខេត្តណារ៉ាធីវ៉ាតនិងខេត្តសាទូនរបស់ប្រទេសថៃដែលជួបព្រំដែនជាមួយនឹងម៉ាឡេស៊ីនោះតែម្ដងគឺសម្បូរទៅដោយពួកក្រុមទ័ពព្រៃសៀមដែលបង្កើតជំរំកងទ័ពនៅតាមព្រំដែនហើយតែងតែធ្វើសកម្មភាពដើរអុកឡុកគ្រប់ទីកន្លែងក្នុងតំបន់ខេត្តភូមិភាគខាងត្បូងរបស់ប្រទេសថៃនេះប៉ុន្តែយ៉ាងណាក៏ដោយពួកក្រុមទ័ពសៀមព្រៃទាំងអស់នោះក៏មានមូលដ្ឋានទ័ពគ្រឹះជំនួយកងទ័ពពីប្រទេសម៉ាឡេស៊ីផងដែរដោយស្ថិតនៅក្នុងរូបភាពជំនួយជាមនុស្សធម៌ដើម្បីបំភាន់បន្លំផ្នែកទាហានសៀមតែប៉ុណ្ណោះហើយក្រុមកងទ័ពរបស់ប្រទេសម៉ាឡេស៊ីនេះក៏ត្រូវតែត្រៀមលក្ខណៈទុកជាមុនដើម្បីប្រយុទ្ធនឹងពួកក្រុមកងទ័ពសៀមនេះគឺมันអាចទុកចិត្តបាននោះទេដោយប្រទេសថៃនេះមានសមរភូមិក្តៅគ្រប់ទីកន្លែងទៅហើយនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ